តែសកម្មភាពដែលយើងបង្ហាញចេញមកឲ្យវាអាចប៉ះពាល់ដល់អ្នកដទៃហ្នឹងវាស្ដែងចេញពីបញ្ហាផ្លូវចិត្តរបស់យើងមែនសួស្ដីទាំងអស់គ្នាហើយជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីប្រហែលថ្ងៃមុនគឺខ្ញុំបានធ្វើដំណើរតាមផ្លូវហើយមានពូម្នាក់ហ្នឹងគាត់ជាអ្នកស្ម័គ្រចិត្តក្នុងការសម្របសម្រួលចរាចរណ៍អីចឹងណាហ្នឹងហើយអញ្ចឹងគាត់ជួយឲ្យមានទៅមកអីបិទផ្លូវមួយចាហៀងឲ្យមួយចាហៀងទៀតឆ្លងអញ្ចឹងទៅអាហ្នឹងយើង appreciate នៅអ្វីដែលគាត់បានជួយទាំងតែគាត់អត់មានបានទទួលបានការកម្រៃទេប៉ុន្តែអីដែលខ្ញុំចង់លើកឡើងនៅក្នុងករណីនេះគឺពេលខ្លះសម្ដីរបស់គាត់ហ្នឹងហើយយើងទទួលស្គាល់ថាគាត់មានបញ្ហាច្រើននៅពេលដែលយើងចង់និយាយថាចរាចរណ៍ធម្មតាពេលខ្លះស្រែកទឹកអត់ស្ដាប់ឬក៏យើងគាត់ហត់នឿយក្នុងការសម្របសម្រួលមនុស្សច្រើនទៅវិញទៅមកក្នុងនៅតាមដងផ្លូវហ្នឹងប៉ុន្តែពាក្យសម្ដីដែលគាត់និយាយមកកាន់យើងគឺពិបាកទទួលយកមែនតើហើយពេលខ្លះដំបូងខ្ញុំគិតថាមិនបានគាត់និយាយអញ្ចឹងគាត់និយាយពីអាក្រក់ស្ដាប់ឲ្យយើងខ្លាចយើងឆ្លងទៅតាំងតែគាត់មិនអនុញ្ញាតអីអញ្ចឹងណាតាមពិតយើងកំពុងតែឈប់ហើយអញ្ចឹងខ្ញុំគិតបកមកវិញខ្ញុំគិតថាជំនួសឲ្យការខំគាត់ខ្ញុំគិតថាប្រហែលជាគាត់មានបញ្ហាផ្លូវចិត្តណាមួយបានន័យថាអីដែលប៉ះទង្គិចរបស់ផ្លូវចិត្តរបស់គាត់ដូចមិនមែនថាគាត់មានជំងឺផ្លូវចិត្តហ្មងទេវាថាគាត់ stress ពេកឬក៏គាត់មានបញ្ហាគ្រួសាររបស់គាត់ឬក៏គាត់ខំអ្នកណាមកពីណាអញ្ចឹងទៅអញ្ចឹងយើងគិតបែបវិជ្ជមានទៅវិញគិតថាគួរឲ្យគាត់គឺជាមនុស្សដែលគួរឲ្យអាណិតវិញអញ្ចឹងយើងឈប់ខំគាត់ហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ទាញអារម្មណ៍អ្នកទាំងអស់គ្នាឲ្យគាត់យើងឃើញសង្គមយើងបច្ចុប្បន្នវាមានកត្តាជាច្រើនដែលអាចជំរុញឲ្យមនុស្សយើងមានបញ្ហាផ្លូវចិត្តច្រើនអញ្ចឹងអីដែលយើងត្រូវធ្វើហ្នឹងគឺត្រូវដឹងខ្លួនឯងawareខ្លួនឯងថាតើយើងអាចមានបញ្ហាអត់ពេលខ្លះយើងអត់ដឹងថាខ្លួនឯងយើងនឹងមានបញ្ហាទេប៉ុន្តែយើងស្ដែងចេញនៅពាក្យសម្ដីសកម្មភាពអីផ្សេងៗហ្នឹងដែលវាអាចជះឥទ្ធិពលដល់អ្នកដទៃឬក៏មនុស្សជុំវិញខ្លួនជួនកាលទៅវាអាចបង្កទៅជាបញ្ហាឆ្លោះទាស់តែងគ្នាឬក៏អីកើតបញ្ហាតូចទៅជាបញ្ហាធំមិនត្រូវមានរឿងក៏ទៅជារឿងអញ្ចឹងណាយើងឃើញជាក់ស្ដែងអញ្ចឹងអាហ្នឹងកើតចេញពីនេះខាងក្នុងអ្នកចិត្តរបស់យើងនឹងឯងយើង control វាបាននេះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានឃើញវីដេអូនេះវាជាសាររំលឹកទៅកាន់អ្នកទាំងអស់គ្នាថាយើងមើលថែផ្លូវកាយខ្លួនឯងហើយកុំភ្លេចមើលថែផ្លូវចិត្តផងអាហ្នឹងវាសំខាន់ណាស់វាជះឥទ្ធិពលទៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាផ្លូវចិត្តហ្នឹងពេលខ្លះវាចង់ខ្លាំងជាងផ្លូវកាយផងហើយពេលហ្នឹងខ្ញុំគិតថាវាចង់ខឹងគាត់ដែរដោយសារគាត់ប្រើពាក្យសម្ដីសំរុំមកកាន់យើងអញ្ចឹងតែយើងមិនមែនជាអត់បានធ្វើអីខុសទេអញ្ចឹងណាប៉ុន្តែពេលនេះខ្ញុំគាត់ថាខ្ញុំអាច control អារម្មណ៍ខ្លួនឯងបាន control ផ្លូវចិត្តខ្លួនឯងបានយើងអត់មានបញ្ហាអីជាមួយគាត់ទេអញ្ចឹងណាតែវាធ្វើឲ្យខ្ញុំ reflect មកវិញថាអ្វីដែលបានកើតឡើងហ្នឹងវាឆ្លុះបញ្ចាំងអំពីបញ្ហារបស់មនុស្សគឺនៅក្នុងខ្លួននេះច្រើនជាងការឆ្លងទាស់តែងគ្នាការមានបញ្ហាជាមួយគ្នាខឹងគុំគួនគ្នាស្អប់គ្នាអីហ្នឹងគឺវាកើតចេញពីផ្លូវចិត្តនឹងមុនគេហ្មងអញ្ចឹងណាអញ្ចឹងឲ្យទាំងអស់គ្នាជួយcontrol អាហ្នឹងណាដឹងខ្លួនឯង aware ខ្លួនឯងថាអូខេមួយរយៈនេះខ្ញុំ stress ហើយខ្ញុំមានផ្លូវចិត្តអត់សូវល្អទេអញ្ចឹងកាត់បន្ថយការជួបជុំឬក៏ធ្វើម៉េច control ខ្លួនឯងសមាធិក៏ដោយដើរលេងក៏ដោយជៀសវាងកុំឲ្យប៉ះពាល់ដល់មនុស្សជុំវិញខ្លួនពេលខ្លះអ្នកនៅជុំវិញខ្លួនយើងគាត់អត់បានដឹងទេអញ្ចឹងគាត់ខឹងយើងវិញចាយើងទៅមិនគាត់មកវិញអញ្ចឹងហីអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យមានបញ្ហាកើតឡើងអញ្ចឹងវាអត់មានអីក្រៅពីថាខ្លួនឯងយើងដឹងថាខ្លួនឯងយើងស្ថិតនៅក្នុងដំណាក់កាលណាទេបើថា stress សម្រាប់សិនអូកន្លែងសម្រាប់សម្រួលអារម្មណ៍អីអញ្ចឹងទៅណាចាហើយខ្ញុំគិតថានៅក្នុងសង្គមដែលគេថា fast pace environment ណាដែលវាវិវត្តទៅលឿនណាsocial media នេះមួយការបង្ហាញស្អីសម្ភារៈនិយមហ្នឹងគឺវាប៉ះពាល់ដល់ផ្លូវចិត្តមនុស្សជាច្រើនអញ្ចឹងអីដែលយើងគិតថាយើងការពារពីផ្លូវចិត្តរបស់យើងបានណាយើងគួរតែកាត់បន្ថយការមើលទូរស័ព្ទការ access social media ដែលវាប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងអាហ្នឹងយើង limit ក្នុងការប្រើប្រាស់ទៅតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនដែលគាត់មានផ្លូវចិត្តមិនសូវល្អមនុស្ស negative អាហ្នឹងយើងដកបានន័យថារក្សាកម្រិតណាកុំឲ្យតាក់ទងគាត់អីញឹកញាប់ពេកនៅចិត្តស្និទ្ធអីគាត់ទៅវាអាចឆ្លងពីមនុស្សជុំវិញខ្លួនយើងក៏មានអត្តពលលើជីវិតរបស់យើងដែរបើយើងដើរជាមួយមនុស្សដែលមួយថ្ងៃដឹងតែពីល្អដឹងតែពីគេហៅថា toxic ហ្នឹងហើយយើងយូរទៅយើង toxic ដូចគេដែរវាឆ្លងគេជាចរន្តអញ្ចឹងហ្មងអញ្ចឹងត្រឡប់មកវិញវីដេអូនេះអត់មានអីច្រើនទេគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាទីមួយ aware ពីស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនឯងឲ្យត្រូវទទួលស្គាល់ថាអូខេអាហ្នឹងវាអាចកើតឡើងទៅលើមនុស្សគ្រប់គ្នាប៉ុន្តែនៅពេលដែលវាកើតហើយយើងត្រូវដឹងខ្លួនឯងអាសា check in ខ្លួនឯងណាហ្នឹងហើយត្រូវដឹងថាបើសិនជាយើងមានបញ្ហាត្រូវរកដំណោះស្រាយកុំទុកឲ្យវារហូតដល់វាចេញជាសកម្មភាពចេញពីពាក្យសម្ដីដែលអាចប៉ះពាល់ដល់អ្នកដទៃអាហ្នឹងវាមានរឿងធំអញ្ចឹងណាចាបើយើង control បានវាមានរឿងធំអញ្ចឹងអូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងគ្រាន់តែជាសាររំលឹកដាស់តឿនអ្នកទាំងអស់គ្នាខ្ញុំខ្លួនឯងក៏កំពុងតែ
រំលឹកខ្លួនឯងកំពុងតែ control រៀន control ខ្លួនឯងជាប្រចាំថ្ងៃដែរអូខេអញ្ចឹងអស់ហើយប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូក្រោយបាយបាយ